ទាហានថៃដែលប្រដាប់ដោយខែដំបងនិងអាវុធបានបន្តរំលោភបំពានមកលើកម្ពុជាជាថ្មីម្ដងទៀតរួមទាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកប្រើចំពាងកៅស៊ូប្រើឧបករណ៍សំឡេងរំខានដែលធ្វើឲ្យប៉ះពាល់ដល់ក្រដាសត្រចៀកមកលើប្រជាពលរដ្ឋកម្ពុជាផងដែរដែលបង្កឲ្យពលរដ្ឋមួយចំនួនរងរបួសនិងព្រះសង្ឃផងដែរនៅរសៀលថ្ងៃទី17ខែកក្កដាឆ្នាំ2025ការផ្ទុះអាវុធនេះផងដែរគឺមានទីតាំងស្ថិតនៅភូមិព្រៃច័ន្ទឃុំអ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយពួកទាហានថៃទាំងអស់នោះក៏បានបន្តរំលោភបំពានមកលើកម្ពុជាដោយបានរាយបន្លាលួសនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរួមទាំងបានប្រើប្រាស់នៅឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋកម្ពុជាផងដែរ